បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះដែរខ្ញុំសូមលើកយកនៅចំណងជើងបទចម្រៀងមួយបទដែលមានចំណងជើងថាម៉ែឲ្យអាយន់បាទម៉ែឲ្យអាយន់ជាចំណងជើងមួយទៀតគឺលាម៉ែទៅច្បាំងបាទលាម៉ែទៅច្បាំងគឺជាបទចម្រៀងមួយដែលជាកងទ័ពការពារព្រំដែននិងជាបទចម្រៀងដែលដាស់សតិអារម្មណ៍ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចេះស្រឡាញ់និងការពារទឹកដីបាទតើអត្ថន័យនៃបទចម្រៀងម៉ែឲ្យអាយន់មានអត្ថន័យយ៉ាងណានោះខ្ញុំបាទនឹងបកស្រាយនៅចម្រៀងគោកមួយបទជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តនាពេលសម្រាកពីការងារបាទសូមអញ្ជើញម៉ែឲ្យអាវយន់កូនពាក់បនព្រះដែលមានដៃជះនៅក្នុងភពត្រីព្រះគ្រូជាសង្ឃប្រទានពរជ័យស្អាតលៀម្ដាយថ្លៃចូលធ្វើទីហ៊ានពូជខ្មែរឈាមខ្មែរឈាមម៉ែចែកអស់ហ៊ានច្បាំងពុំថយឈាមជាតិក្លាហានបើខ្មាំងមានអ្នកកូនស៊ូបដូរប្រានពិតពុំបើកកានបងក្រោយឡើយណាពេលងាករយំភ្នំពោះពីលខែស្រណោះដីខ្មែរគេពីដូនតាស្ដេចលក់ឲ្យយាកកងក្បត់នឹងសាសនាកូនសូមបដិញ្ញាធ្វើសឹកជាងជ័យលាម៉ែចាញ់ច្បាំងតតាំងចាក់កាប់កូនពិតពុំស្លាប់ទេអ្នកម្ដាយថ្លៃសត្រូវបដូរឈាមដាប់ពុះដំរែងរលាយផែនដីដោយច្បាំងនឹងខ្មែរហ